ខ្ញុំបាទអាស៊ានមេត្រីដែលជា Channel តែងតែលើកយកសភាពពុតមកធ្វើការបង្ហាញនិងនិយាយអំពីព័ត៌មានយោធានៅជុំវិញពិភពលោកថ្ងៃនេះខ្ញុំសូមលើកយកកំពូលនៃពិធីរត់ក្រោះរបស់អ៊ីតាលីមកធ្វើការបង្ហាញដោយថ្មីនេះមានព័ត៌មានបរទេសបាននិយាយថាអ៊ីតាលីបានបញ្ជូនកំពូលនៃពិធីរត់ក្រោះនេះទៅឲ្យអ៊ុយក្រែនហើយមុននឹងយើងទៅស្គាល់អំពីលក្ខណៈពិសេសនៃកំពូលនៃពិធីនេះខ្ញុំសូមពឹងបងប្អូនឲ្យទៅជួយ like follow និង share Facebook page ឈ្មោះ ASEAN Military ម្នាក់មួយផង link Facebook page ខ្ញុំដាក់នៅក្នុង comment ខាងក្រោមវីដេអូនេះខ្ញុំបាទសូមអរគុណទុកជាមុនអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្គាល់អំពីប្រវត្តិនិងលក្ខណៈពិសេសរបស់កំពូលនៃប្រមាញ់រត់ក្រោះរបស់អ៊ីតាលីនេះទាំងអស់គ្នាអ្នកពិឃាតរត់ក្រោះឬអ្នកប្រមាញ់រត់ក្រោះគឺជាប្រភេទរថភ្លើងដែកដែលត្រូវបានបំរុងទុកសម្រាប់មុខងារប្រឆាំងរត់ក្រោះពួកវាជាធម្មតាត្រូវបានបំពាក់ដោយកាំភ្លើងធំបាញ់ដោយផ្ទាល់ដែលត្រូវបានគេស្គាល់ថាជាកាំភ្លើងធំប្រឆាំងរថក្រោះឬឧបករណ៍បាញ់កាំជ្រួចប្រឆាំងរថក្រោះរថភ្លើងដែកនេះត្រូវបានរចនាឡើងជាពិសេសដើម្បីចូលរួមនិងបំផ្លាញរថក្រោះរបស់សត្រូវដែលជារឿយៗមានសមត្ថភាពប្រតិបត្តិការមានកម្រិតខណៈពេលដែលរថក្រោះត្រូវបានរចនាឡើងសម្រាប់ការប្រយុទ្ធជួរមុខរួមបញ្ចូលគ្នារវាងការចល័តប្រតិបត្តិការនិងសមត្ថភាពវាយលុកនិងការការពារនិងការអនុវត្តភារកិច្ចចម្បងទាំងអស់របស់កងទិសដែកអ្នកពិឃាតរថក្រោះត្រូវបានរចនាឡើងជាពិសេសដើម្បីកំទេចរថក្រោះសត្រូវនិងទិសដែកប្រយុទ្ធផ្សេងទៀតរថពាសដែក B1 Centauro តួនាទីរបស់វាគឺជាអ្នកបំផ្លាញឬកំទេចរថក្រោះប្រយុទ្ធនិងរថពាសដែកផ្សេងវាត្រូវបានរចនាឡើងនៅក្នុងឆ្នាំ1986ហើយផលិតឡើងដោយប្រទេសអ៊ីតាលីក្នុងឆ្នាំ1991ដល់ឆ្នាំ2006ហើយឆ្នាំ2021រហូតមកដល់បច្ចុប្បន្នអ៊ីតាលីបានផលិតរថពាសដែកថ្មី Centauro 2រថពាសដែកនេះត្រូវបានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពអ៊ីតាលីតែក្នុងឆ្នាំ1991រហូតមកដល់បច្ចុប្បន្នប្រទេសដែលមាន B1 Centauro ប្រើរួមមានប្រទេសអ៊ីតាលីប្រទេសស៊ូដង់ប្រទេសអូម៉ង់ប្រទេសអេស្ប៉ាញហើយនិងប្រទេសប្រេស៊ីលរថពាសដែកនេះវាត្រូវបានចូលប្រឡូកនៅក្នុងសមរភូមិសង្គ្រាមដូចជាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិលើកទី2នៅក្នុងប្រទេសស៊ូម៉ាលីប្រតិបត្តិការរបស់អង្គការ NATO នៅកូសូវូសង្គ្រាមនៅអ៊ីរ៉ាក់និងការប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ចំពោះលក្ខណៈពិសេសរបស់រថពាសដែក B1 Centauro វាមានទម្ងន់24តោនមានប្រវែង 7.85 ម៉ែត្រទទឹង 2.94 ម៉ែត្រហើយនិងកម្ពស់ 2.73 ម៉ែត្រវាប្រើប្រាស់យោធិនចំនួន4នាក់ក្នុងពេលប្រតិបត្តិការដែលរួមមានមេបញ្ជាការម្នាក់អ្នកបើកបរម្នាក់អ្នកបាញ់ម្នាក់ហើយនិងអ្នកបញ្ចូលគ្រាប់ម្នាក់រថពាសដែកនេះត្រូវបានបំពាក់ជាមួយនឹងកាំភ្លើងធំ105មីលីម៉ែត្រហើយនឹងបំពាក់កាំភ្លើងយន្ត 7.62 មីលីម៉ែត្រចំនួន2ដងវាប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតដែលមានកម្លាំង520សេសនិង382គីឡូវ៉ាត់ហើយវាប្រើប្រាស់កង់ប្រភេទកង់កៅស៊ូដែលមានកង់8វាប្រតិបត្តិការបានចម្ងាយ800គីឡូម៉ែត្រហើយរត់នៅក្នុងល្បឿន108គីឡូម៉ែត្រក្នុង1ម៉ោងរថពាសដែកនេះផលិតបានចំនួនជាង490គ្រឿងហើយវាមានតម្លៃ 1.6 លានអឺរ៉ូក្នុងមួយគ្រឿងខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ